ទឹកជ្រលក់នេះអូឆ្ងាញ់មែនតើបងប្អូនអូជាមួយ oyster អត់ត្រូវការគ្រឿងអីច្រើននេះគ្រាន់តែដាក់ទឹកត្រីក្រូចឆ្មាម្ទេសខ្ទឹមសខ្ទឹមក្រហមហើយអីដែលខ្វះមិនបាននោះគឺជីវ៉ាន់ស៊ុយនេះតែក្លិនជីវ៉ាន់ស៊ុយយើងហ្នឹងណាអង់គ្លេសគេហៅ cilantro ជាមួយទឹកជ្រលក់នឹងហើយជាមួយ oyster នេះពីថាចូលជាតិគ្នាហ្មងណាបងប្អូនហើយយើងដាក់ជីវ៉ាន់ស៊ុយហើយនឹងខ្ទឹមនឹងឲ្យច្រើនកាន់តែច្រើនកាន់តែឆ្ងាញ់ហើយធ្វើម៉េចឲ្យវាមានជាតិជូរខ្លាំងដាក់ក្រូចឆ្មាឲ្យច្រើនឆ្ងាញ់ហ្មងអូឆ្ងាញ់មែនតើខ្ញុំបញ្ចូលសលេងនេះឃ្លានទៀតហ្មងឆ្ងាញ់ណាស់បងប្អូនអើយហើយអាទឹកជ្រលក់ហ្នឹងណាយើងញ៉ាំជាមួយសាច់អាំងឬក៏សាច់អីក៏ឆ្ងាញ់ណាស់ខ្ញុំធ្វើសាឡាត់ក៏ឆ្ងាញ់ដែរបង